លើក topic មួយទាក់ទងនឹងការរក content អត់ដឹងតែខ្លួនឯងទៅធ្វើ content ពីអីអញ្ចឹងណាអញ្ចឹងខ្ញុំមាន idea មួយចំនួនសម្រាប់ចែកជូនទៅកាន់បងប្អូនអ្នកទាំងអស់គ្នាសង្ឃឹមថាវាអាចជួយជាជំនួយមួយចំនួនទៅកាន់បងប្អូនដែលទើបតែចាប់ផ្ដើមធ្វើវីដេអូ YouTube ដូចជារូបដែលពីដំបូងខ្ញុំមានបញ្ហាទាក់ទងនឹងការរក content មកធ្វើដែរតែមកទៅខ្ញុំមាន idea សម្រាប់ថាខ្ញុំនឹងធ្វើ content ចែកចាយក៏ធ្វើឲ្យខ្ញុំនឹងចំណាយពេលយូរដែរជាក់ស្ដែងខ្ញុំបានប្រាប់នៅ AI ដើម្បីជួយឲ្យកំណត់មកខ្ញុំអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំគាត់ចោលជា idea ខ្លះទៅកាន់អ្នកទាំងអស់គ្នាក្នុងការធ្វើ content ងាយជាក់ស្ដែងការធ្វើ content វាមិន focus តែយើងធ្វើទៅលើ YouTube ទេយើងអាចធ្វើតាក់ទងនឹង TikTok តាក់ទងនឹង short តាក់ទងនឹងវីដេអូវែងសម្រាប់ដាក់នៅលើ YouTube អញ្ចឹងទៅឬក៏វីដេអូវែងដាក់នៅលើ Facebook អញ្ចឹងតាក់ទងនៅក្នុង Facebook ពីច្រើនគឺសម័យឥឡូវគេមើលទៅលើ Reel ច្រើនហ្នឹងហើយវីដេអូ Reel ហើយវីដេអូ Reel idea សម្រាប់ Facebook ហ្នឹងគឺខ្ញុំនឹងលើកប្រហែលចំណុចដើម្បីចែកជូនបងប្អូនទាំងគ្នាគ្រាន់ថាជា idea សម្រាប់ថាតើបងប្អូនអាចយកទៅប្រើប្រាស់បានអត់ហ្នឹងហើយទី1តាក់ទងនឹងការធ្វើ short video និង Reel សម្រាប់ Facebook ហើយនិង YouTube អញ្ចឹងខ្ញុំមានកំណត់មួយបង្កើតជា content យើងជា daily life ឬក៏ content ដែលយើងជិះទៅតាមផ្លូវ day in my life អញ្ចឹងទៅឬក៏ជាសកម្មភាពដែលយើងជិះទៅណាទៅណីខ្លះក្នុងថ្ងៃហ្នឹងអញ្ចឹងទៅយើងអាចបង្កើតជា content របៀបហ្នឹងបានហើយ content មួយទៀតគឺជា content របៀបយើងបញ្ចូលសំឡេងយើងអាចថតជាការជិះឡានជិះម៉ូតូទៅកន្លែងណាអញ្ចឹងទៅហើយតបមកយើងបញ្ចូលជាសំឡេងរៀបរាប់អំពីកន្លែងដែលយើងទៅឬក៏ស្ថានភាពនៅលើផ្លូវហ្នឹងជាវីដេអូខ្លីៗរយៈពេល1នាទីអីហ្នឹងយើងអាចថតអញ្ចឹងបានហើយយើងយកមកបញ្ចូលសំឡេងទៅយើងផុសទៅទីហើយខ្ញុំទៅដើរលេងទៅអង្គុយហូបបាយនៅចិត្តពលានថ្មីអញ្ចឹងខ្ញុំថតទស្សនវិជ្ជាជុំវិញហ្នឹងហើយនេះគឺជាទស្សនវិជ្ជាបងប្អូនយើងគាត់មកអង្គុយសម្រាប់លំហែហូបអាហារពេលល្ងាចមើលយន្តហោះចុះមើលអីចឹងទៅហ្នឹងអាហ្នឹងក៏ជា content មួយដែរហ្នឹងដែលខ្ញុំបានធ្វើក្នុង Facebook នឹងហើយដាក់នៅក្នុង short របស់ខ្ញុំដែរអញ្ចឹងណាមួយទៀតតាក់ទងនឹងការនិយាយអំពីប្រវត្តិសាស្ត្រយើងអាចនៅក្នុងការនិយាយប្រវត្តិសាស្ត្រយើងអាចប្រើប្រាស់នៅ Google Gemini AI មក generate ជា content ឲ្យយើងទីថាឥឡូវយើងចង់ដឹងពីប្រវត្តិសាស្ត្រអង្គរវត្តអញ្ចឹងទៅអញ្ចឹងយើងឲ្យ Gemini generate ជាhistory ឬក៏ប្រវត្តិនៃប្រាសាទអង្គរវត្តហ្នឹងតើបង្កើតនៅឆ្នាំណាដោយស្ដេចអង្គណាអញ្ចឹងទៅហើយបន្ទាប់មកយើងយក text ហ្នឹងបើសិនជាយើងចង់តាក់ទាញនៅ audience ពីខាងស្រុកក្រៅមកយើងអាចប្រើប្រាស់ជាភាសាអង់គ្លេសទៅវាបានview ទៅដល់ប្រទេសខាងក្រៅផងហើយវាបានជួយផ្សព្វផ្សាយពីអរិយធម៌របស់ខ្មែរយើងផងហ្នឹងខ្ញុំធ្វើ content ចឹងដែរអញ្ចឹង content ហ្នឹងខ្ញុំបង្កើត channel ផ្សេងគ្នាទេហើយ channel នេះគឺខ្ញុំធ្វើសម្រាប់ចែកម្លែកចំណេះដឹងទៅកាន់បងប្អូនចឹងទៅហើយមួយទៀតតាក់ទងនឹង content ហ្នឹងថាយើង generate ឲ្យ Gemini generate ឲ្យចេញជាតិចឲ្យយើងទៅហើយយើងមុននឹងយើងបង្ហោះយើងពិនិត្យបច្ច័យមើលសិនកុំឲ្យវាមានការខុសហើយយើងធ្វើការស្រាយសម្រួលទៅបន្ទាប់ពីយើង generate ពី Gemini ហើយគឺយើងទៅបើក Google មួយទៀតហើយ Google AI Studio វាមាន text to speak ក្នុងនោះយើងអាច generate យក text ហ្នឹងទៅ generate ជាសំឡេងបានអញ្ចឹងនៅពេលដែលយើង generate ជាសំឡេងបានយើងយកមកផ្គូផ្គ្នាជាមួយនឹងរូបភាពមានន័យថាយើង download រូបភាពពីអ៊ីនធឺណិតមករូបភាពដែលវាតាក់ទងនឹងកវត្តតាក់ទងអីប្រហែលសន្លឹកណាមើលដល់ស្អាតនេះយកមកបង្កើតជាវីដេអូនៅក្នុង CapCut អញ្ចឹង link AI ទាំងអស់ហ្នឹងខ្ញុំនឹងដាក់នៅក្នុង description សម្រាប់ឲ្យបងប្អូនយើងចុចទៅសម្រាប់ធ្វើអញ្ចឹងណាអាហ្នឹងយើងអាចរៀនធ្វើខ្លួនឯងទៅខ្ញុំអត់បានបង្ហាញទេអញ្ចឹងអានេះគាត់ខ្ញុំរៀបរាប់ពី process ដែលខ្ញុំធ្វើទេអញ្ចឹងដំបូងយើងប្រើ Google Gemini ដើម្បី generate content ឬក៏ ChatGPT បន្ទាប់មកយក content អស់ហ្នឹងជាភាសាអង់គ្លេសយកទៅដាក់នៅក្នុង Google Studio AI Studio យកមុខងារ text to speak ហ្នឹងទៅឲ្យវា generate ជាសំឡេងទៅយើង download សំឡេងហ្នឹងមកយើង download រូបភាពប្រមាណរូបភាពដែលអ្នកក្នុងអង្គរវត្តហ្នឹងបន្ទាប់មកយើងយករូបហ្នឹងទៅ combine ជាមួយនឹងសំឡេងហ្នឹង
យើង edit វានៅក្នុង CapCut ចឹងទៅបន្ទាប់មកយើងអាចយកវីដេអូនោះទៅផងបានហើយយើងអាច generate ជា2វីដេអូទៅជាលក្ខណៈជា landscape វីដេអូសម្រាប់ដាក់នៅក្នុង YouTube ຂະຫນាត standard ហើយមួយទៀតយើងអាចបង្កើតជាវីដេអូ short យើងអាច generate ជា2វីដេអូចឹងទៅហ្នឹងហើយចំពោះ idea របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាមានអីជាចម្ងល់អាច comment សួរបានហើយខ្ញុំនឹងដាក់Telegram មួយនៅក្នុងជា Telegram ក្រុមមួយសម្រាប់អ្នកទាំងអស់គ្នាធ្វើការសួរសំណួរផ្សេងៗនៅក្នុងក្រុមហ្នឹងអញ្ចឹងណាហ្នឹងហើយអរគុណច្រើនថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីអ្នកទាំងអស់គ្នាអាច comment ដាក់ក្នុងវីដេអូនេះបានខ្ញុំនឹងធ្វើការមើលហើយនឹងឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នាវិញបាទអរគុណច្រើនជំរាបលា